Hello សួស្តីអ្នកគ្នានេះអូខ្ញុំរៀបចំដើរតាណាទៀតណាតែរៀបចោះរៀបឡើងនឹងសំដែងណាខ្ញុំមិនរៀបទេណាសំដែងចោះសំដែងឡើងឥឡូវជិះដល់ស្ពានជួយច្វាបាទទាយមើលទាំងអស់គ្នាថាខ្ញុំកំពុងជិះទៅណានេះជិះបដាមេឃភ្លៀងស្រេចតាមផ្លូវបដាធ្លាក់ជុំដល់ហើយជិះពីមេឃភ្លៀងដល់រាំងឥឡូវយើងបានធ្វើដំណើរមកដល់ខេត្តសៀមរាបបន្ទាប់ពីជីអស់ច្រើនម៉ោងខ្ញុំបានមកដល់កន្លែងគេងហើយតែខ្ញុំមកថ្ងៃនេះអត់ចំសិក្សាទៅទេអញ្ចឹងអត់សូវមានមនុស្សច្រើនទេរៀងស្ងប់ស្ងាត់ព្រោះខ្ញុំចូលចិត្តបរិយាកាសបែបហ្នឹងអត់សូវញ៉ៃញ៉ៃវាត្រូវថែបខ្ញុំដើរឡើងមកដល់ខាងលើពងមើលបន្ទប់នេះអូបន្ទប់គេស្អាតពេញចិត្តខ្លាំងហើយខ្ញុំយកក្រែពីរពួកគ្នាខ្ញុំគ្នាច្រើនអញ្ចឹងណាហើយមានទូទឹកកកគេគឺមានត្រីងឲ្យញ៉ាំទៀតណាមានទាំងភេកជាហើយនិងទឹកក្រូចឆ្លាញ់មួយណាយកមួយណាដើរចេញមកវិញរំដាខាងក្រៅឃើញទេសភាពអូយស្អាតមែនតែនមើលទៅក្រោមឃើញអាងទឹកគួរឲ្យចង់ហែលមើលបន្ទប់ហើយអស់ពួកខ្ញុំក៏នាំគ្នាទៅរកអីញ៉ាំនៅចិត្តអង្គរទូចគឺនាំគ្នាទៅញ៉ាំនំបញ្ចុកទឹកប្រហុកអូយឆ្ងាញ់ខ្លាំងណាស់និយាយមែនពួកអស់កន្លងមកពីឆ្ងាយដាក់មកជាតិមើលតែមាត់ខ្ញុំក៏ដឹងណាឆ្ងាញ់ខ្លាំងហ្មងថតកន្លែងនំបញ្ចុកហ្នឹងហើយមកថតតនៅក្រោយអង្គរម្ដងអូយមកដល់ឃើញទេសភាពតបនេះគឺស្អាតមែនតែនហ្មងណាថតចុះថតឡើងឥឡូវដល់មកត្រឡប់ទៅវិញបាទអញ្ចឹងបងប្អូនកុំភ្លេចតាមដានវីដេអូខ្ញុំទី2បន្តទៀតណាបាយបាយ